នៅសប្តាហ៍មុនខ្ញុំបាននិយាយរៀបរាប់អំពីពេលដែលបារាំងចាប់ផ្ដើមកាន់កាប់វាសនាប្រទេសកម្ពុជាតាមរយៈការចុះហត្ថលេខាទៅលើសន្ធិសញ្ញាអាណាព្យាបាលបារាំងនាឆ្នាំ1863នៅថ្ងៃប្រហោះនេះខ្ញុំសូមលើកឡើងអំពីចលនាតស៊ូរបស់អាចារ្យសួរនាឆ្នាំ1864-1866ជាបឋមសូមកត់សម្គាល់ថាឈ្មោះអាចារ្យសួរនេះកាលពីមុនគេច្រើនហៅថាអាចារ្យស្វាតាមឯកសាររបស់លោក Adhémar Leclerc ដែលសរសេរថា ASUA ប្រវត្តិវិទូសម័យទំនើបហៅថាអាចារ្យសួរដូច្នេះវិញដោយគេយល់ថា SUA អានថាសួរប៉ុន្តែនៅក្នុងភាសាបារាំងស្រៈ U និងស្រៈ A ដាក់ជាប់គ្នាត្រូវអានដាច់គ្នាគឺមានស័ព្ទដូចនេះថា SUA នៅពេលដែលបារាំងចាប់ផ្ដើមកាន់កាប់ស្រុកខ្មែរចលនាតស៊ូក៏ចាប់ផ្ដើមកកើតឡើងដែរនៅចន្លោះឆ្នាំ1864-1866អាចារ្យសួរឬអាចារ្យស្វាបានប្រម៉ែប្រមូលគ្នាបានជាច្រើនអ្នកវាយបារាំងបង្ខំឲ្យចេញពីស្រុកនៅឆ្នាំ1965ពូកំបោរបានបង្កើតចលនាមួយដ៏ធំសម្បើមអស្ចារ្យហើយបានកាន់កាប់សឹងតែមួយជំហានប្រទេសប៉ុន្តែនៅឆ្នាំ1967បានត្រូវបារាំងចាប់បានហើយកាត់ក្បាលយកទៅដាក់តាំងនៅកណ្ដាលរាជធានីចលនាបះបោរទាំងនោះមិនត្រឹមតែប្រឆាំងនឹងបារាំងប៉ុណ្ណោះទេគឺប្រឆាំងនឹងរួងនរោត្តមផងដែរព្រោះតែស្ដេចអង្គនេះបានសុកចិត្តឲ្យបារាំងត្រួតត្រាមុនការកកើតឡើងនៃចលនាទាំងពីរនោះអង្គស៊ីវត្ថាជាប្អូនរបស់រួងនរោត្តមក៏បានបង្កកម្លាំងបំរុងដណ្ដើមរាជពីបងដែររីឯមេទ័ពសំខាន់មានជាអាចរាមាយុធានិងស្នងសូចលនាអាចារ្យសួរឬអាចារ្យស្វាជាចលនាដែលចាប់កើតឡើងនៅឆ្នាំ1859គឺ3ឆ្នាំក្រោយបារាំងចូលមកក្នុងស្រុកខ្មែរនៅពេលដែលឧត្តមនាវីបារាំង La Grandière ចុះកប៉ាល់នៅកំពង់រួងមកជួបរួងនរោត្តមនៅទីក្រុងឧដុង្គនៅខែកក្កដាឆ្នាំ1863ដើម្បីបញ្ចុះបញ្ចូលឲ្យស្ដេចខ្មែរទទួលយកសន្ធិសញ្ញាអាណាព្យាបាលបារាំងស្ថានភាពចង់ជ្រៅទៅហើយព្រោះនៅថ្ងៃ2មីនាឆ្នាំ1863ដោយខ្លាចស្ដេចសៀមធ្វើបាបបណ្ដោយឲ្យយួនយកទឹកដីរួងនរោត្តមបានប្រគល់ខេត្តខ្មែរ2ទៅឲ្យសៀមគឺពោធិសត្វនិងកំពង់ស្វាយបារាំងខឹងណាស់តែពុំដឹងធ្វើដូចម្ដេចប៉ុន្តែនៅពេលដដែលនោះរួងនរោត្តមបានសម្រេចបញ្ជូនព្រះរាជអនុជទី2ព្រះនាមអង្គសទៅប្រទេសសៀមព្រោះតែក្សត្រអង្គនេះមានប្រជាប្រិយភាពជាងនាម៉ឺនសៀមម្នាក់បានមកទទួលយកព្រះអង្គម្ចាស់អង្គសនៅខែវិច្ឆិកាឆ្នាំដដែលនោះ7 ខែក្រោយមកគឺនៅថ្ងៃ3មិថុនាឆ្នាំ1864រួងនរោត្តមបានត្រូវរាជជាពិសេសដោយបារាំងផងដោយសៀមផងគឺនៅពេលនោះហើយដែលមេបះបោរម្នាក់ឈ្មោះស្វាងើបឡើងប្រឆាំងនឹងបារាំងនៅឆ្នាំ1859មេបះបោរនេះបានធ្វើឲ្យមានការជ្រួលច្របល់ម្ដងរួចមកហើយគេតាំងខ្លួនគេថាជាព្រះអង្គម្ចាស់អង្គភឹមដែលត្រូវជាព្រះរាជបុត្ររបស់អតីតឧបរាជអង្គអែមតាមការពិតព្រះអង្គម្ចាស់អង្គភឹមជាក្សត្រមួយអង្គដែលមានជំងឺវិកលចរិតហើយដែលសុគតនៅទីក្រុងបាងកកតាំងពីឆ្នាំ1855នៅក្នុងជន្មាយុ31ព្រះវស្សាមកឯណោះនៅពេលដែលចេញធ្វើសកម្មភាពនៅឆ្នាំ1859អាចារ្យស្វានេះបានត្រូវគេចាត់ថាជាអ្នកមានបុណ្យបារមីម្នាក់ដែលត្រូវឡើងគ្រងរាជស្រុកខ្មែរកាលនោះអាចារ្យស្វាឬអាចារ្យសួរនេះដែលតាមការពិតជាជនជាតិរដេសម្នាក់ប៉ុណ្ណោះបានត្រូវស្ដេចអង្គឌួងចាប់បានម្ដងហើយលែងឲ្យមានសេរីភាពវិញរីឯអ្នកដែលបានចុះចូលសុទ្ធតែជាមេបះបោរធំកាលចំនួនដែលព្រះអង្គម្ចាស់អង្គស៊ីវត្ថាកែនរេពូចង់ដណ្ដើមរាជសម្បត្តិពីរួងនរោត្តមគឺតាំងពីសម័យបារាំងមិនទាន់ចូលស្រុកនៅឡើយពួកមេទាំងនោះមានជាអាចរាមាយុធានិងស្នងសូជាដើមពួកទាំងនោះធ្វើការវាយប្រហារទៅលើអ្នករាជការដោយឥតអាសូរគឺពួកនេះហើយដែលបានសម្រាប់អុកញ៉ាចក្រីកែបនៅខេត្តកំពតអំពើឃោរឃៅទាំងឡាយនេះ
បានត្រូវលោក Adema Leclerc ពីពណ៌នានៅក្នុងសៀវភៅរបស់លោកយ៉ាងពិស្ដារប៉ុន្តែចំពោះប្រវត្តិវិទូខ្លះគឺជាអ្នកស្នេហាជាតិប៉ុន្តែនៅក្នុងការប្រយុទ្ធនោះអាចារ្យស្វាបែរជាត្រូវបាក់ទ័ពខ្ចាត់ខ្ចាយទៅវិញព្រោះកងទ័ពរាជការនិងទាហានបារាំងក៏បានធ្វើការទប់ទល់យ៉ាងខ្លាំងក្លាដែរអាចារ្យស្វាបានរត់ទៅលាក់ខ្លួនពួនអាត្មានៅកូសាំងស៊ីនដោយមានឧបរាជយួននៅខេត្តវិញឡុងចៅដឹកនិងហាទៀងជាអ្នកការពារបារាំងមិនសុខចិត្តឲ្យអាចារ្យស្វារួចខ្លួនឡើយកើបើបានដឹងថាយួនជួយលាក់អាចារ្យស្វានៅថ្ងៃ19សីហាឆ្នាំ1866លោកឌូដាដឺអាក្រេទៅជួបឧបរាជយួនហើយភ្ជង់កំភឿងបង្ខំឲ្យប្រគល់អាចារ្យស្វាមកបារាំងវីរភាពរបស់អាចារ្យស្វាឬអាចារ្យសួននេះបានត្រូវប្រវត្តិវិទូនានាលើកឡើងយ៉ាងពិស្ដារនៅក្នុងឯកសារផ្សេងៗអាចារ្យស្វាក៏ដូចជាពូកំបោរដែរជាអ្នកដឹកនាំចលនាតស៊ូរបស់ប្រជានុរាស្ត្រដែលត្រូវបារាំងជិះជាន់សង្កត់សង្កិនយ៉ាងខ្លោចផ្សានៅពេលនោះស្ដេចខ្មែរបានឲ្យដៃបារាំងចាប់ពូកំបោរព្រោះខ្លាចមេដឹកនាំចលនាតស៊ូនេះដណ្ដើមរាជសម្បត្តិរួងនរោត្តមក៏ប្រឆាំងនឹងបារាំងដែរប៉ុន្តែខ្លាចបាត់បង់អំណាចជាងខ្លាចបារាំងត្រួតត្រាស្រុកគួរកត់សម្គាល់ផងដែរថាអ្វីដែលស្ដេចនរោត្តមបារម្ភជាងគេបំផុតគឺការដែលបារាំងរៀបចំស្រុកទេសតាមរបៀបរបស់គេដើម្បីសម្រួលដល់កិច្ចការផ្សេងប៉ុន្តែទន្ទឹមនោះបារាំងក៏បានប្រែក្លាយកម្មសិទ្ធិរបស់ព្រះរាជវង្សានុវង្សមកជាកម្មសិទ្ធិសាធារណៈដែរតែជាអកុសលបារាំងបែរជាសម្រួលសិទ្ធិនេះដល់ជនជាតិចិននិងយួនទៅវិញ